តើអ្វីទៅដែលជាទំនុកចិត្តនៃការទិញរថយន្តថ្មីចេញពីក្រុមហ៊ុនដែលគ្មានសិទ្ធិនិងអាជ្ញាប័ណ្ណច្បាស់លាស់សួស្តីខ្ញុំបាទ Tommy ថ្ងៃនេះខ្ញុំនឹងលើកយកចំណុចបញ្ហាខ្លះៗដែលពាក់ព័ន្ធនឹងការទិញរថយន្តថ្មីចេញពីក្រុមហ៊ុនដែលមិនមានសិទ្ធិនិងអាជ្ញាប័ណ្ណច្បាស់លាស់ព្រោះថាទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាយើងពេលនេះកំពុងតែមានសន្ទុះកើនឡើងខ្លាំងមែនទែនតែអ្វីដែលសំខាន់ជាងគេគឺចក្ខុវិស័យទំនុកចិត្តនិងហានិភ័យទៅថ្ងៃខាងមុខជាមួយរថយន្តដែលយើងបានទិញចំណុចទី1ផ្ដោតទៅលើក្រុមហ៊ុនដែលបាននាំចូលរថយន្ត brand ដទៃនិង logo ជាច្រើនដែលបានដាក់តាំងក្នុង showroom តែមួយដែលមិនបានទទួលស្គាល់ចេញពីរោងចក្រតែម្ដងចំណុចទី2ការបាត់បង់ទំនុកចិត្តចំពោះក្រុមហ៊ុនខ្លះដើម្បីផលប្រយោជន៍នៃការលក់បានមិនប៉ោងនឹងការផ្ដល់ជូនធានាដល់អតិថិជនយូរឆ្នាំមែនទែននេះជាកំហុសមួយដែលខុសពីក្រុមហ៊ុននិងរោងចក្រផ្ដល់ផ្ទាល់តែម្ដងមួយទៀតអ្វីដែលមិនសមស្របទៅតាមស្តង់ដារ 4S Store ដូចជាកង្វះខាតទៅលើ Service Center ជាងដែលមានបទពិសោធន៍យូរឆ្នាំអ្វីដែលសំខាន់មួយទៀតនោះគឺកង្វះខាតទៅលើឧបករណ៍ជួសជុលនិងគ្រឿងបន្លាស់តែម្ដងចំណុចទី3ហានិភ័យទៅថ្ងៃអនាគតបន្ទាប់ពីសម្រេចចិត្តទិញរថយន្តពីក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណច្បាស់លាស់គឺមានហានិភ័យដូចជាការបាត់បង់ការធានាដែលមានភាពយូរអង្វែងសរុបសេចក្តីមករាល់ការទិញរថយន្តថ្មីត្រូវឆែកលើប្រវត្តិអាយុកាលរបស់ក្រុមហ៊ុននិងដៃគូសហការចេញពីរោងចក្រផ្ទាល់តែម្ដងអ្វីដែលសំខាន់បំផុតនោះគឺការនាំចូលផ្នែកមុខដែលទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មនិងរាជរដ្ឋាភិបាលផ្ទាល់តែម្ដងហុងឈីបំពេញទំនុកចិត្តនិងលក្ខខណ្ឌល្អប្រសើរជាមួយនឹងការធានាចេញពីរោងចក្រផ្ទាល់គឺ8ឆ្នាំឬ 160,000 គីឡូម៉ែត្រនិងថែមការថែទាំដូរប្រេងម៉ាស៊ីនចំនួន4ឆ្នាំឬ 10,000 គីឡូម៉ែត្របន្ថែមទៀតហុងឈីមានការផ្ដល់សេវាកម្មជាច្រើននិងមានគ្រឿងបន្លាស់គ្រប់គ្រាន់ក្នុងការផ្ដល់ជូនអតិថិជន